ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអ្នកសិក្សាស្រាវជ្រាវពីប្រទេសហុងគ្រីអញ្ចឹងខ្ញុំបាទវណ្ណារាអញ្ចឹងនៅពេលនេះគឺខ្ញុំមានពេលទំនេរពីការសិក្សាស្រាវជ្រាវអញ្ចឹងខ្ញុំចង់ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងជាមួយនឹងការទទួលបានអាហារូបករណ៍មកសិក្សានៅប្រទេសហុងគ្រីនេះ 100% អញ្ចឹងបន្ទាប់ពីខ្ញុំឃើញការរៀបចំប្រឡងជំរុះដោយក្រសួងអប់រំយុវជននិងកីឡាក្នុងប្រទេសកម្ពុជាយើងហើយបេក្ខជនទាំងអស់គឺត្រៀមខ្លួនដើម្បីចូលរួមសម្ភាសក៏ដូចជាប្រឡងនៅវគ្គបន្តបន្ទាប់ទៀតនៅជាមួយនឹងប្រទេសហុងគ្រីជាមួយនឹងខាងភាគីហុងគ្រីដើម្បីទទួលបានអាហារូបករណ៍នេះតែត្រូវធ្វើយ៉ាងម៉េចដើម្បីទទួលបានអាហារូបករណ៍នេះបន្ទាប់ពីយើងប្រឡងប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខជនផ្សេងៗរាប់រយនាក់ពីប្រទេសកម្ពុជាយើងបាទអញ្ចឹងខ្ញុំក៏មាន tip មួយចំនួនផ្សេងៗដើម្បីចែករំលែកដល់បងប្អូនក៏ដូចជាសិស្សប្អូនទាំងអស់គ្នាផងដែរបាទអញ្ចឹងសម្រាប់អាហារូបករណ៍នៅក្នុងប្រទេសហុងគ្រីនេះគឺជាធម្មតាគេឲ្យមកកូតា30កន្លែងសម្រាប់ប្រទេសកម្ពុជាយើងហើយមាន4កម្រិតគឺមានថ្នាក់បរិញ្ញាបត្រ Bachelor One Thai Master OTM Master Degree និងថ្នាក់បណ្ឌិតឬក៏ PhD បាទអញ្ចឹងក្នុងនាមខ្ញុំជាសិស្សថ្នាក់បណ្ឌិតកំពុងសិក្សានៅប្រទេសហុងគ្រីគឺសាកលវិទ្យាល័យ Edfus Lauren គេហៅកាត់ LT អញ្ចឹងខ្ញុំមានបទពិសោធន៍មួយចំនួនដើម្បីចែករំលែកដល់សិស្សប្អូនទាំងអស់គ្នាក៏ដូចជាបេក្ខជនដែលជាថ្នាក់បណ្ឌិតនឹងដើម្បីទទួលបានអាហារូបករណ៍នេះជាថ្ងៃនេះគឺជាថ្ងៃទី1មិនិនាហើយសម្រាប់ថ្នាក់បណ្ឌិតគឺបេក្ខជនទាំងអស់គឺត្រូវត្រៀមខ្លួនក៏ដូចជាត្រូវរក supervisor ឲ្យបានដើម្បីទទួលបានលិខិត statement of supervisor ដើម្បី submit ចូលនៅក្នុង system របស់យើងគឺផុតកំណត់នៅថ្ងៃទី15មិនិនាតាមចំនួនរបស់ខ្ញុំបាទអញ្ចឹងជាបទពិសោធន៍ការប្រឡងមកប្រទេសហុងគ្រីនេះគឺมันមានភាពងាយស្រួលទេគឺស្មុគស្មាញច្រើនតង់ច្រើនកន្លែងប្រើរយៈពេលយូរអញ្ចឹងជាដំបូងគឺយើងបន្ទាប់ពីខាង application គេ open គឺការដាក់ពាក្យបើកប្រកាសហើយគឺយើងអាច save website ក៏ដូចជា save Facebook page study in Hungary ក៏ដូចជា save Facebook follow page របស់សមាគមនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រីដូចជា page របស់ខ្ញុំបាទផងដែរបើពេញចិត្តកុំភ្លេចជួយ follow ក៏ដូចជា like page របស់លោកគ្រូខ្ញុំវណ្ណរាហ្នឹងអញ្ចឹងនឹងទទួលបានដំណឹងផ្សេងៗនៅពេលដែល application open ដើម្បីកុំឲ្យយឺតយ៉ាវត្រៀមខ្លួនឯកសារគេខ្លះយើងត្រូវបកប្រើឯកសារនៅកន្លែងណាត្រៀមឯកសារភាសាអង់គ្លេសកន្លែងណាគឺខ្ញុំនឹងបង្ហាញនឹងព្យាយាមឆ្លើយតបនៅសារទាំងអស់បងប្អូនទាំងអស់គ្នាដែលបានឆាតសួរអញ្ចឹងសរុបមកវិញតើតើជាមួយនឹងបេក្ខជនដែលគាត់បានប្រឡងប្រជែងជាមួយនឹងក្រសួងអប់រំហើយដំបូងនោះគឺពេលដែលសំបកមកខាងក្រោយបន្តិចគឺនៅពេលដែល application គេ open គឺយើងចូលទៅក្នុង website ហើយបង្កើត account iDream ហ្នឹងបន្ទាប់មកយើង submit ឯកសារតែមុននឹង submit ឯកសារគឺបងប្អូនទាំងអស់គ្នាត្រូវអានដូចជា download file PDF មួយនៅក្នុង account របស់យើងហ្នឹងហើយយើងអានឲ្យល្អិតល្អន់ថាតើថ្នាក់ Master ថ្នាក់ Bachelor ថ្នាក់ OTM ថ្នាក់ PhD ហ្នឹងគេត្រូវការឯកសារអ្វីខ្លះប្រាក់អាហារូបករណ៍គេប៉ុន្មានឯកសារអ្វីខ្លះដែលគេទាមទារហើយបន្ទាប់មកយើងនឹងសម្រេចចិត្ត apply ឬក៏ដាក់ទៅសាលាណាហើយយើងមាន2ជម្រើសសាលានីមួយៗយើងអាន requirement គេតើគេត្រូវការអ្វីខ្លះមាន entrance exam មានប៉ុន្មាន credit ដើម្បី grade ឆ្អេតបានត្រូវបោះពុម្ពប៉ុន្មាននៅក្នុង journal ណាគឺគេប្រគល់ឲ្យយើងទាំងអស់ដើម្បីយើងអានឲ្យបានច្រើនអត់យល់កន្លែងណាចាំសួរសិស្សច្បងមិនមែនមានន័យថាយើងអត់បានចូលអានផងសួរបងអានឹង apply ថាម៉េចហ្នឹងគាត់ពិបាកដែរគាត់អត់មានពេលបញ្យល់យើងច្រើនទេមិនមែនមានគាត់ពួកគាត់ចិត្តអាក្រក់ក៏ខ្ញុំលោកគ្រូចិត្តអាក្រក់ប៉ុន្តែពេលខ្លះពេលដែលសួរសំណួរបែបហ្នឹងខ្ញុំដឹងថាគាត់អត់ចូលអានគាត់ចង់បានអាហារូបករណ៍ប៉ុន្តែគាត់អត់ចូលអាន requirement ឬក៏ឯកសារដែលគេភ្ជាប់ឲ្យយើងអញ្ចឹងប្រើការអានឲ្យបានច្រើនអត់យល់កន្លែងណាចាំសួរសិស្សច្បងអាហ្នឹងគឺ fix ជាមួយគ្នាតែម្ដងបាទអញ្ចឹងត្រឡប់មកវិញបន្ទាប់ពីយើង apply បង្កើត account ហើយគេនឹង check មើលខាង Hungary គាត់ check ហើយនឹង email ទៅយើងថាយើងជាប់ technical check បន្ទាប់ពីជាប់ technical check ខាង Hungary នឹងរៀបចំ list ឈ្មោះបញ្ជូនទៅក្រសួងអប់រំយើងដើម្បីគាត់រៀបចំប្រឡងហ្នឹងហើយ
តើតើជាមួយការបកប្រែឯកសារផ្សេងកុំបារម្ភអាចឆាតសួរខ្ញុំបានខ្ញុំនឹងផ្ដល់នៅដំណឹងដ៏ត្រឹមត្រូវក៏ដូចជាព័ត៌មានដែលត្រឹមត្រូវឬក៏ឆាតចូល page សមាគមរបស់យើងឬក៏ខ្ញុំក៏បានដែរខ្ញុំនឹងព្យាយាមតបគ្រប់សំណួរទាំងអស់បាទអញ្ចឹងត្រឡប់មកវិញតើតើជាមួយនឹងក្រសួងអប់រំយើងគាត់នឹងបង្កើតក្រុម Telegram មួយដើម្បី add ខាងបេក្ខជនយើងហើយជាពិសេសគឺលេខទូរស័ព្ទពេលដែលយើងដាក់ពាក្យជាមួយនឹងខាង Hungary តាម website ហើយយើង download ឯកសារហ្នឹងជា file PDF ភ្ជាប់ឯកសារផ្សេងហើយបន្ទាប់មកយើងទៅដាក់ឯកសារដាក់ពាក្យផ្ទាល់ជាមួយនឹងខាងក្រសួងអប់រំទៀតគាត់នឹង provide ពាក្យឲ្យយើងបំពេញធ្វើអីគេខ្លះគាត់នឹងប្រាប់យើងបន្ទាប់មកគាត់នឹងហើយជាពិសេសគឺលេខទូរស័ព្ទដាក់លេខទូរស័ព្ទដែលមានប្រើ Telegram ហ្នឹងកុំដាក់ private ពីច្រើនជួនកាលគាត់ add ចូលអីអញ្ចឹងណាអញ្ចឹងដាក់លេខ Telegram ដែលប្រើបែប professional យើងប្រើជាមួយការងារយើងហើយគាត់នឹង add យើងចូលគាត់នឹងផ្ដល់ព័ត៌មានថាយើងប្រឡងកន្លែងណាលេខតុលេខអីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីក្រសួងអប់រំគាត់ប្រឡងជាប់ហើយប្រឡងជំរុះហើយអញ្ចឹងជូនចំពោះបេក្ខជនដែលត្រូវ nominate គឺខាងក្រសួងអប់រំនឹងប្រមូលបេក្ខជនដែលជំរុះយ៉ាងសុទ្ធស្វែងនឹងហើយបញ្ជូនមកខាង Hungary វិញបន្ទាប់មកប្រហែលជាមួយសប្តាហ៍ឬក៏ 2-3 ថ្ងៃខាង Hungary នឹងបញ្ជូន email នឹងផ្ញើ email ទៅកាន់បេក្ខជនយើងថាយើងគាត់ nominate គឺយើងទទួលបាន nominate ហើយអញ្ចឹងបេក្ខជនទាំងអស់ហ្នឹងត្រៀមខ្លួនដូចជាសម្ភារ entrance exam នឹងហើយផ្សេងទៀតអញ្ចឹងសម្រាប់ថ្នាក់ Bachelor ក៏ដូចជា Master និង One Thai Master គឺខ្ញុំអត់សូវមានបទពិសោធន៍ច្រើនទេគឺខ្ញុំមានបទពិសោធន៍ច្រើនទាក់ទងជាមួយនឹង PhD ថ្នាក់បណ្ឌិតហើយសម្រាប់ការដាក់អាហារូបករណ៍ថ្នាក់បណ្ឌិតនេះគឺខ្ញុំប្រឡងតាមម្ដងគត់គឺខ្ញុំជាប់ហើយដើម្បីជាប់អាហារូបករណ៍ហ្នឹងមិនមែនងាយស្រួលទេដូចខ្ញុំត្រៀមខ្លួនហើយខ្ញុំទទួលបានអាហារូបករណ៍ផ្សេងទៀតដែរតែខ្ញុំអត់ទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងដំបូងឡើយគឺខ្ញុំអត់សូវមានសង្ឃឹមទេប៉ុន្តែខ្ញុំត្រៀមសមត្ថភាពដូចជាសភៅដែលខ្ញុំ recommend ឲ្យមើលសម្រាប់ថ្នាក់ PhD គឺគេប្រឡងមានភាសាអង់គ្លេសនិងវប្បធម៌ទៅថ្នាក់ Master គឺប្រឡងអង់គ្លេសនិងវប្បធម៌ទៅដូចគ្នាហើយថ្នាក់ Bachelor និង OTM One Thai Master គឺប្រឡងគណិតនិងភាសាអង់គ្លេសសម្រាប់ភាសាអង់គ្លេសគឺសម្រាប់ខ្ញុំគឺខ្ញុំមើលសភៅ TOEFL Grade 2003គឺខ្ញុំមើលចប់ប្រហែលជា6ដងសារឡើងវិញចុះឡើងចឡើងហើយបន្ទាប់មកខ្ញុំបានស្រាវជ្រាវឯកសារផ្សេងដែលធ្លាប់ប្រឡងដូចជាប្រឡងចូល IFL Entrance Exam DIS IFL អញ្ចឹងខ្ញុំយកមកមើលវាលេងហើយនឹងប្រឡងទៅចិនទៅសិង្ហបុរី Mixed Scholarship មិនចេះតែដើរមើលទៅហើយជាលទ្ធផលពេលខ្ញុំប្រឡងគឺអត់មានបញ្ហាអីជាប្រឈមទេគឺខ្ញុំទទួលបានចំណាត់ថ្នាក់ល្អក្នុងចំណោម top ដែលគេធ្វើ short list ហ្នឹងគឺក្រសួងយើងប្រឡងហ្នឹងខ្ញុំបានលេខ2បន្ទាប់ពីយើងទទួលបានការប្រឡងមកប្រទេសកម្ពុជាយើងហើយមិនប្រកាសថាយើងទទួលបានអាហារូបករណ៍ហ្នឹងទេគឺយើងត្រូវក្រសួងអប់រំនឹងបញ្ជូនឈ្មោះយើងមកខាង Hungary នឹង email ថាយើងគាត់ nominate ហើយនឹងត្រូវជំហានបន្ទាប់ទៀតជំហានទី1គឺយើងនឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការសាលាយើងដាក់ទៅសាលាណាហើយយើងត្រូវមាន entrance exam out requirement គេយ៉ាងម៉េចអញ្ចឹងជាធម្មតាកូតាសាលាក៏ដូចជាប្រទេសកម្ពុជាយើងគឺអត់ជាប់អត់គ្រប់ទេមិនមែនមានថាបេក្ខជនយ៉ាងខ្លាំងគឺមករៀននៅស្រុកគេជាប្រទេសជាពិសេសនៅ Hungary នេះគឺបេក្ខជនប្រជាខ្មែរយើងគឺរៀនតែឈ្នះគេតែម្ដងគឺ GPA គឺខ្លាំងមែនតើគឺសុទ្ធតែអ្នកខ្លាំងហេតុអ្វីបានជាគាត់ជាប់អត់គ្រប់កូតាទី1គាត់ដាក់មកចំសាលាតែមួយច្រើនគ្នាបេក្ខជនភាគច្រើនគាត់សម័យថាមករៀននៅ Budapest Capital City ជាងដាក់មក Capital City ច្រើនប៉ុន្តែក្នុងសាលាមួយគេអាចឲ្យ2 3ឬក៏4ដូចជា PhD អាច2 Bachelor អាច2 Master អាច1ចឹងទៅអញ្ចឹងមកដាក់មក10 20នាក់ជាន់នេះគេនឹងជំរុះចោលជាពិសេសធ្វើឲ្យយើងនឹងអត់គ្រប់កូតាអញ្ចឹងខ្ញុំសនំពរឲ្យបេក្ខជនទាំងអស់ដាក់ទៅខេត្តឆ្ងាយដូចជា Depression Page Seagate Miss Coach អីចឹងទៅគឺសាលាគេសុទ្ធតែល្អមាន system ប្រព័ន្ធអប់រំគឺដូចគ្នាទាំងអស់ហើយមានគុណសម្បត្តិច្រើនជាងនៅ Capital City គឺទីក្រុងទៀតគឺអាចមាន stipend ក៏ដូចជាការចំណាយនឹងធូរថ្លៃជាងនៅទីក្រុងហ្នឹងហើយអញ្ចឹងកុំដាក់មកជាន់គ្នាពេកព្យាយាមដាក់ទៅឆ្ងាយធ្វើឲ្យជាប់សិនទៅគឺប្រព័ន្ធអប់រំមានការទទួលស្គាល់ដូចគ្នាបើអញ្ចឹងបងវិញតើតើជាមួយនឹងថ្នាក់បណ្ឌិតគឺ PhD បន្ទាប់ពីជាពិសេសគឺសាលាខ្ញុំគឺខ្ញុំកំពុងរៀននៅសាលាសាកលវិទ្យាល័យ Edward Loren ហៅកាត់ថា LT នៅទីក្រុង Budapest អញ្ចឹងសម្រាប់
សាលាខ្ញុំហ្នឹងឆ្នាំដែលខ្ញុំជាប់ហ្នឹងបេក្ខជនគឺបុកគ្នាចំនួន4ថ្នាក់ PhD អញ្ចឹងគេនឹងប្រកួតប្រជែងទៀតទោះបីពួកគាត់ទទួលបាន supervisor entrance exam សម្ភាសជាប់ក៏ដោយអញ្ចឹងគេមើល rank ទៅលើ nominate ហ្នឹងតើពីខ្មែរមកពីកម្ពុជាយើងជាប់លេខប្រមាណអញ្ចឹងគេជំរុះតាមកូតាគេដោយមើលលេខរៀងនេះ rank ហ្នឹងយើងកុំឆ្ងល់ថាខ្ញុំមាន IL ខ្ញុំមាន supervisor statement ខ្ញុំ entrance exam ជាប់មិនបានខ្ញុំធ្លាក់ដោយសារយើងបុកគ្នាអញ្ចឹងហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងជាប់ nominate ហើយគឺយើងត្រៀមខ្លួនសម្ភាសអញ្ចឹងការសម្ភាសជាមួយគណៈកម្មការគេប្រហែលជា2ទៅ3នាក់ហើយជំហានទី1ហ្នឹងគឺគេឲ្យយើងណែនាំខ្លួនគឺសួរថាហេតុអីបានជាអ្នកហើយសំណួរបន្ទាប់ទៀតហេតុអីបានជាអ្នកចង់មកសិក្សានៅប្រទេសហុងគ្រីជាពិសេសសាលាហ្នឹងជាយើងណែនាំខ្លួនណែនាំពីឈ្មោះរបស់យើងអាសយដ្ឋានរបស់យើងបទពិសោធន៍ការងារការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ពីខ្លួនយើងប្រហែលជា1នាទីឬក៏1នាទីកន្លះបន្ទាប់មកតើតើជាមួយសំណួរថាហេតុអីបានជាអ្នកចង់មកសិក្សាប្រទេសហុងគ្រីយើងត្រូវស្រាវជ្រាវដែរថាប្រទេសហុងគ្រីហ្នឹងគឺជាប្រទេសយ៉ាងម៉េចមានប្រព័ន្ធអប់រំម៉េចជាប់ចំណាត់ថ្លេកម៉ានលើពិភពលោកឬក៏នៅណាសាលាយើងនឹងម៉េចមានប្រព័ន្ធអប់រំល្អជាប់រេងទីប្រមាណអញ្ចឹងទៅnhưngគណៈកម្មការគេនឹងគិតថាវ៉ាវបេក្ខជនម្នាក់នេះគឺ potential គឺគាត់មានការស្រាវជ្រាវទៅលើសាលាហ្នឹងទៅលើប្រទេសហ្នឹងពេលដែលគាត់ដាក់អាហារូបករណ៍ហ្នឹងហើយគាត់នឹងដឹងពីប្រពៃណីទំនៀមទម្លាប់ធ្វើឲ្យគេចាប់អារម្មណ៍មកលើយើងហ្នឹងគឺជា tip របស់ខ្ញុំណាបាទអញ្ចឹងជំហានទី1បន្ទាប់ពីយើងជាប់សម្ភាសហើយគឺសម្ភាសប្រហែលជា1ថ្ងៃ2ថ្ងៃឬក៏ម៉ោង2ម៉ោងគេនឹងបញ្ជូន email ថាយើងជាប់ហើយគេនឹងបញ្ជូនឯកសារយើងទៅកន្លែងផ្សេងទៀតទៅ application ទៅគណៈកម្មការផ្សេងទៀតអញ្ចឹងសម្រាប់សាលាខ្ញុំគឺបញ្ជាប់ពីសម្ភាសហើយគឺខ្ញុំត្រូវ entrance exam អញ្ចឹងមុខវិជ្ជាដែលខ្ញុំត្រូវយើងមាន5មុខប៉ុន្តែគេឲ្យខ្ញុំប្រឡង3មុខពិន្ទុធ្វើម៉េចឲ្យបាន 60% ឡើងលើអញ្ចឹងខ្ញុំរៀនជំនាញគីមីឱសថអញ្ចឹងខ្ញុំជ្រើសរើស inorganic chemistry for pharmaceutics inorganic chemistry biochemical អីចឹងទៅហើយខ្ញុំប្រឡងបាន3មុខហ្នឹងគឺធ្វើ average គឺបាន 81% អញ្ចឹងហើយប្រហែលជា1ថ្ងៃ2ថ្ងៃគេ email មកថាខ្ញុំជាប់ហើយគេនឹងបញ្ជូនទៅកាន់ campus គឺក្រសួងអប់រំនៃប្រទេសហុងគ្រីហ្នឹងប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលខ្ញុំសម្ភាសជាប់ក៏ដូចជាប្រឡងជាប់ហើយគឺចំណុចដែលអាចខ្វះបានគឺរក supervisor អញ្ចឹងរក supervisor ឲ្យបានអញ្ចឹងថ្ងៃនេះជាថ្ងៃទី1មិនិនាជាធម្មតាថ្ងៃទី15មិនិនាគឺជា deadline ក្នុងការ submit statement of supervisor អញ្ចឹងបើយើងរក supervisor បានទេទោះយើងមានcriteria ប្រឡងជាប់អីទាំងអស់ក៏យើង fail ដែរនឹងសម្រាប់ជាបទពិសោធន៍ដែរមួយទៀតទោះយើងមាន supervisor ប្រឡងជាប់អស់តែបើយើងបុកគ្នាជាមួយនឹងបេក្ខជនខ្មែរយើងក៏អាច fail ដែរយើងគេមើលលេខរៀង nominate ប៉ុន្តែខ្ញុំ recommend ឲ្យដាក់ឆ្ងាយបើយើងអាចជាប់ហើយគេបញ្ជូនទៅខាងក្រសួងអប់រំរបស់ប្រទេសហុងគ្រីគឺយើងមានភាគរយជាប់ច្រើនគេប្រកួតប្រជែងយើងបន្ទុកយើងជាមួយនឹងសិស្សបរទេសអញ្ចឹងណាបាទនឹងអញ្ចឹងថ្នាក់ PhD ភាគច្រើននៅលើពិភពលោកក៏មិនសូវមានសិស្សរៀនច្រើនដែរអញ្ចឹងដល់បញ្ជូនដល់ក្រសួងអប់រំប្រទេសគេភាគរយគឺជាប់ច្រើនតាមបទពិសោធន៍ខ្ញុំណាហើយជាធម្មតាគឺយើងមានពីជំរើសទី1គឺយើងត្រូវដាក់សាលាដែលយើងចង់មករៀនជាងគេជាជំរើសទី2សាលាបន្ទាប់ប៉ុន្តែបើយើងជាប់ជំរើសទី1គឺយើងដឹងទទួលបានអាហារូបករណ៍ 100% ហើយប៉ុន្តែបើយើងជាប់ជំរើសទី2ធ្លាក់ជំរើសទី1គឺអាចទទួលបានអាហារូបករណ៍ទេនឹងជាបទពិសោធន៍ខ្ញុំសួរមិត្តភ័ក្តិក៏ដូចជាសិស្សច្បងអញ្ចឹងទៅហើយសម្រាប់ការដាក់អាហារូបករណ៍របស់ខ្ញុំនេះគឺជាការដាក់លើកដំបូងហើយដាក់ដោយផ្សងព្រេងគឺខ្ញុំអត់បានពិភាក្សាជាមួយ senior ឬក៏សិស្សច្បងទេខ្ញុំព្យាយាមអានដោយខ្លួនឯងប៉ុន្តែតើតើជាមួយនឹង study plan motivation letter គឺខ្ញុំបានសួរសិស្សច្បងមិត្តភ័ក្តិខ្ញុំដែលគាត់រៀននៅក្រៅប្រទេសខ្ញុំអរគុណពួកគាត់មែនតើហ្នឹងហើយគាត់ជួយ review ឲ្យខ្ញុំអញ្ចឹងទៅហើយក្នុងការរក supervisor គឺជាចំណុចដែលពិបាកជាងគេសម្រាប់ខ្ញុំគឺមានន័យថាយើងត្រូវត្រៀមខ្លួនរួចរាល់ថាក្នុងសាលានឹងមួយ department នឹងមួយយើងជ្រើសរើសជំនាញនឹងហើយយើងត្រូវទៅអាន website ក្នុងសាលាហើយមាន supervisor ណាគឺជា potential ហើយមាន field study research ដូចយើងឬក៏អត់យើងចូលទៅអានយើងចាប់អារម្មណ៍ supervisor 3 4 5មកបន្ទាប់មកយើងចូលទៅអាន supervisor នីមួយឬក៏សាស្ត្រាចារ្យនីមួយគឺគាត់នឹងមាន platform Google Scholar នៅក្នុងប្រទេសគេហើយនៅហុងគ្រីនេះផងដែរអញ្ចឹងយើងចូលទៅអាន paper ដែលគាត់បោះពុម្ពស្នាដៃផ្សេងថ្មីដែលគាត់បោះពុម្ពនៅក្នុង Google Scholar ហ្នឹងហើយយើង
អាន paper គាត់ link ជាមួយ study plan របស់យើងហើយយើងបន្ទាប់មកយើង email ទៅគាត់មិនមែន email random ដែលមានភ្ជាប់ឯកសារទេអញ្ចឹងឯកសារដែលយើងត្រូវភ្ជាប់ជាមួយ email មិនជា CV study plan personal statement ហើយនិង motivation letter យើងរៀបរាប់តាមនឹងមកយើងចាប់អារម្មណ៍ការស្រាវជ្រាវរបស់សាស្ត្រាចារ្យនឹងដែលខ្ញុំចូលអានការសិក្សាស្រាវជ្រាវរបស់លោកគ្រូ paper នេះ link ជាមួយនេះខ្ញុំអាចរកឃើញអ្វីដែលថ្មីខ្ញុំជាបេក្ខជន potential នឹងអាចសម្រេចការស្រាវជ្រាវស្នាដៃនេះបានគេនឹងចាប់អារម្មណ៍យើងគឺនឹង email មកយើងភ្លាមបន្ទាប់ពីយើងទទួលបាន supervisor ហើយយើង complete សុំ statement of supervisor submit ចូល system គេសម្រាប់ខ្ញុំឆ្នាំទៅមិញគឺខ្ញុំ submit statement of supervisor នៅថ្ងៃទី4 ខែមីនារៀង late ចង់ late ដែរអញ្ចឹងណាដោយសារតែរក supervisor ស្ទើរតែអត់បានបាន3មួយទៀតគាត់ retire គាត់ចាប់អារម្មណ៍លើការស្រាវជ្រាវរបស់ខ្ញុំតែគាត់ retire មួយទៀតគឺជំរើសទី2ហើយបន្ទាប់មក retire ហ្នឹងគាត់បញ្ជូនទៅ college របស់គាត់ហើយ college របស់គាត់ក៏ទទួលខ្ញុំក៏បានជោគជ័យមករៀននៅទីនេះផងដែរបាទនេះគឺជា tip ខ្លីៗដែល5ផ្ញើសម្រាប់បេក្ខជនថ្នាក់បណ្ឌិតដែលគាត់ប្រឡងប្រជែងជំរុះនៅក្នុងប្រទេសកម្ពុជាយ៉ាងស្វិតស្វាញហើយកុំភ្លេចបានឃើញវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ share និង follow page របស់ខ្ញុំបាទផងដែរខ្ញុំគឺជានិស្សិតកំពុងសិក្សានៅក្នុងប្រទេសហុងហ្គារីមានបទពិសោធន៍តើតើជាមួយនឹងការដាក់អាហារូបករណ៍នេះដឹងច្បាស់តើតើនឹងការដាក់អាហារូបករណ៍ជាពិសេសថ្នាក់ PhD នឹងតែម្ដងហើយបើមានចម្ងល់ពេលដែលជាប់អាហារូបករណ៍ហើយនៅចន្លោះប្រហែលជាខែ6ថ្ងៃទី13ពួកខ្ញុំនឹងទទួលបាន email ថាខ្ញុំទទួលបានអាហារូបករណ៍នឹង 100% ហើយត្រូវធ្វើវីសាឯកសារណាខ្លះកុំភ្លេចទៅមកពួកខ្ញុំក៏ដូចជាអាច save page សមាគមហើយអាចឆាតទៅគាត់ពួកខ្ញុំនឹងព្យាយាមឆ្លើយតបហ្នឹងហើយអញ្ចឹងបកប្រែឯកសារខ្លះទៅដាក់យ៉ាងម៉េចកុំភ្លេចតាមដានក៏ដូចជាmessage មកខ្ញុំទាំងអស់គ្នាជូនពរសំណាងល្អជាពិសេសបេក្ខជនដែលបានជាប់ nominate ទាំងអស់គ្នាឲ្យជាប់បានគ្រប់ quota ឲ្យមានខ្មែរយើងមករៀននៅទីនេះច្រើនដើម្បីប្រកួតប្រជែងក៏ដូចជាបង្ហាញពិភពលោកថាខ្មែរយើងក៏មានសិស្សនិស្សិតពូកែខ្លាំងមករៀននៅលើពិភពលោកជាពិសេសគឺនៅប្រទេសហុងហ្គារីផងដែរជាចុងក្រោយខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនក៏ដូចជាសិស្សនិស្សិតអ្នកសិក្សាស្រាវជ្រាវទាំងអស់ជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយអរគុណជម្រាបលាខ្ញុំវណ្ណរាពីប្រទេសហុងហ្គារីបាយបាយ